ដែលមានរាងដូចព្រះខែពាក់កណ្ដាលប៉ុណ្ណោះដូច្នេះនៅពេលដែលនរណាម្នាក់ខំខ្នងត្រីមួយម៉ាត់ធំពួកគេនឹងត្រូវគេស្គាល់ភ្លាមថាជាក្មេងក្រីក្រនេះជាល្បែងសង្គមជាន់ខ្ពស់ដែលត្រូវបានរចនាឡើងដោយអ្នកបន្តវេននៃសមាគមធំទាំង4រៀងរាល់ឆ្នាំសិស្សក្រីក្រចំនួន50នាក់ត្រូវបានជ្រើសរើសឲ្យដើរតួជាអ្នកមានជាន់ខ្ពស់តែកំណត់ពេលវេលាគឺ1ខែគត់បើអ្នកបន្លំបានសម្រេចអ្នកនឹងទទួលបានរង្វាន់សាច់ប្រាក់យ៉ាងច្រើនតែបើឯងធ្វើឲ្យបែកការហើយត្រូវគេចាប់បានឯងត្រូវបម្រើក្រុមទាំង4ដោយឥតគិតថ្លៃរយៈពេល50ឆ្នាំចុះចំណែកខ្ញុំវិញខ្ញុំគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ដែលរស់នៅយ៉ាងលំបាកវេទនាតស៊ូជារៀងរាល់ថ្ងៃគ្រាន់តែដើម្បីហូបឆ្អែតនិងមានភាពកក់ក្ដៅតែដោយសារព្រឹត្តិការណ៍ចៃដន្យបំផុតនិងការយល់ច្រឡំទាំងស្រុងខ្ញុំត្រូវបានបណ្ឌិតសភាជាន់ខ្ពស់នេះជ្រើសរើសខណៈពេលដែលកំពុងដឹកជញ្ជូនអាហារខ្ញុំអោនចុះសម្លឹងមើលសម្បត្តិអញ្ជើញចូលរួមល្បែងដែលមានគែមពណ៌មាសនៅក្នុងដៃហើយគិតដល់ម្ដាយដែលកំពុងដេកឈឺនៅផ្ទះទីបំផុតខ្ញុំក៏មកក្បាលសម្រាប់ចិត្តចូលរួមក្នុងល្បែងដ៏ចម្លែកនិងគួរឲ្យអស់សម្ដេចនេះនៅថ្ងៃដំបូងនៃការចូលរៀនខ្ញុំបានព្យាយាមធ្វើពុតជាមានរកពីឆ្មឹងឆ្មៃនិងត្រជាក់ស្រដៀងនឹងពួកអភិជនចំនួនដើមដោយអូវ៉ាលីមកពីព្រៃទំនេញប្រណីតដែលមានតម្លៃសមរម្យមួយខ្ញុំបានដើរចូលតាមទ្វារសាលានៅច្រកចូលសំខាន់ពោពេញទៅដោយយុវជនខ្ពង់ខ្ពស់កំពុងរងចាំទស្សនាការសម្ដែងព្រោះថ្ងៃនេះគឺជាថ្ងៃដែលហ្គេមដ៏អស្ចារ្យនេះចាប់ផ្ដើមជាផ្លូវការគ្រប់គ្នាបានសម្លឹងមើលទៅមុខដោយភាពស្រេកឃ្លានរងចាំពួកអ្នកខ្លាញ់បន្លំដែលមិនចេះអ្វីទាំងអស់នោះមកដល់ខ្ញុំដឹងច្បាស់ថាពួកគេកំពុងគិតអ្វីពួកគេគ្រាន់តែចង់មើលពូសម្រាប់តំបន់អនាធិបតេយ្យខំប្រឹងសម្ដែងធ្វើជាអភិជនតែចុងក្រោយខ្លាចជាការលេងសើចដែលគួរឲ្យភ័យខ្លាចនិងឆ្កងបំផុតអ្នកខ្លះថែមទាំងភ្នាល់គ្នាចាំមើលថាពួកអ្នកក្រទាំងនេះអាចទ្រាំបានប្រមាណថ្ងៃដែលលើកនេះមិនយូរប៉ុន្មាននៅពេលដែលផ្ទៃមុខដ៏សង្ហារបស់ខ្ញុំបានបង្ហាញឡើងវាក៏បានតាក់ទាញភ្នែកអ្នកបន្តវេនអភិជនទាំងអស់នៅក្នុងចំណោមហ្វូងមនុស្សភ្លាមភ្នែករបស់ខ្ញុំមានមន្តស្នេហ៍បែបត្រជាក់ខ្ពង់ខ្ពស់ដែលពិបាកចូលចិត្តធ្វើឲ្យពួកកូនអ្នកមានទាំងនោះងាកមកមើលគ្រប់គ្នាពួកគេបន្ទាបសម្លេងខ្សឹបសៀវនិងទីពីអត្តសញ្ញាណរបស់ខ្ញុំខកចិញ្ចាំបន្តិចពេលសម្លឹងមើលរបស់ដ៏ធំសម្បើមដែលកំពុងបិទច្រកទ្វារសាលាខ្ញុំក្រឡេកមើលទៅដីដែលទឹកនិងមានប្រឡុកម្ដងទៀតខ្ញុំលើកដៃឡើងហើយខ្វេះត្រចៀកទាំងមិនអត់ធ្មត់បន្ទាប់មកខ្ញុំបានចង្អុលទៅចំក្មេងប្រុសអ្នកមានម្នាក់ដែលកំពុងឈរនៅទីនោះទាំងភាំងស្មារតីហេដោះអាវក្រៅរបស់អ្នកចេញហើយក្រៅវាទៅលើដីឲ្យខ្ញុំដើរជាន់បន្តិចខ្ញុំស្អប់ណាស់ពេលដែលបាត់ស្បែកជើងរបស់ខ្ញុំសើមគ្រាន់តែខ្ញុំនិយាយចប់ភ្លាមក្មេងអ្នកមានដែលខ្ញុំបានចង្អុលមុខនោះបានសម្លឹងមកខ្ញុំទាំងភាពស្រឡាំងកាំងបំផុតស្អីគេហ្នឹងបុរសម្នាក់នេះមានអំណួតខ្លាំងមិនធម្មតាទេចាំមើលសិនអ្នកមិនគិតថាគេគឺជាអ្នកបន្តវេនក្នុងរឿងព្រេងនិទាននោះទេមែនទេពងមនុស្សដែលអ៊ូអរក៏ប្រែជាស្ងាត់ជ្រងមួយរំពេចក្នុងរយៈពេលប៉ុន្មានវិនាទីដោយគ្មាននរណាម្នាក់ហ៊ានបញ្ចេញសម្លេងតវ៉ាសូម្បីតែម្នាក់នោះគឺដោយសារតែឆ្នាំនេះគ្រួសារធំទាំង4បានបញ្ចេញល្បិចថ្មីដ៏ឈួតលីលាដើម្បីធ្វើឲ្យហ្គេមកាន់តែពិបាកជាងមុនពួកគេពិតជាបានឲ្យពួកអ្នកបន្តវេនអភិជនជាន់ខ្ពស់ដែលតាមធម្មតាលាក់ខ្លួនចិត្តចឹងនោះបន្លំខ្លួនជាសិស្សសាមញ្ញក្រីក្រដែលទើបតែចូលរៀនថ្មីទោះបីជាខ្ញុំអូសតែវ៉ាលីម៉ាកតូចតាចក៏ដោយក៏គ្មាននរណាម្នាក់ក្នុងចំណោមពងមនុស្សអាចដឹងថាខ្ញុំគ្រាន់តែជាមនុស្សក្រីក្រដែលធ្វើពុតជាអ្នកមានឬជាអ្នកស្នងរដ្ឋមហាសិទ្ធិលំដាប់ខ្ពស់ដែលធ្វើជាល្ងងដើម្បីកំទេចពួកគេទាំងអស់នោះទេខ្ញុំបានពីបង្រួមភ្នែកទឹកមុខខ្ញុំត្រជាក់ស្រេបមើលទៅដូចជាមិនខ្វល់ពីអ្នកណាម្នាក់នៅជុំវិញខ្លួនតតែសោះគ្រប់ទីកន្លែងដែលខ្ញុំសម្លឹងទៅបានធ្វើឲ្យពួកកូនអ្នកមាននិងពួកម្ចាស់កត្រីដែលចរិតមិនល្អទាំងនោះញាប់ញ័រដល់ជម្រៅបេះដូងខ្យល់អាកាសមានអារម្មណ៍ថាដូចជាកោរឹងទាំងស្រុងគ្មាននរណាម្នាក់ហ៊ានកម្រើកឡើយដោយខ្លាចធ្វើឲ្យប៉ះពាល់ដល់អ្នកបន្តវេនលំដាប់ខ្ពស់ដ៏ល្បីល្បាញរូបនេះអូព្រះឲ្យតាបរិសម្នាក់នេះជាអ្នកណាទៅនឹងវត្តមានរបស់គាត់ពិតជាគួរឲ្យខ្លាចខ្លាំងណាស់ប៉ុន្តែប្រកាសណាស់សិស្សមួយចំនួនមិនអាចទ្រាំនឹងអកប្បកិរិយាឆ្មើងឆ្មៃរបស់ខ្ញុំបានទេម្នាក់ក្នុងចំណោមពួកគេវិញថាខ្ញុំភ្នាល់ថាវាគ្រាន់តែខ្សែកថោកទាបដែលគេរើសមកលើកនេះប៉ុណ្ណោះគាត់គ្រាន់តែពូកែធ្វើពុតជាងអ្នកឯទៀតបន្តិចតែប៉ុណ្ណោះខ្ញុំបានដើរទៅរកក្មេងស្រីអ្នកមានដែលចេះរឹងរូសនោះហើយនៅចំពោះមុខហ្វូងមនុស្សដែលកំពុងភ័យស្លន់ស្លោខ្ញុំបានលើកដៃឡើងរួចតែកំភ្លៀងនាងមួយទំហឹងតើអ្នកទើបតែនិយាយអ្វីនិយាយឲ្យខ្លាំងមកខ្ញុំមិនសូវយល់ចំណុចនោះទេបន្ទាប់មកខ្ញុំបានដកកន្សែងជូតមុខចេញពីហោប៉ៅហើយជូតដៃរបស់ខ្ញុំជាមួយនឹងទឹកមុខពើមរអាំបំផុតគ្មាននរណាម្នាក់ស្មានថាខ្ញុំនឹងផ្ទុះកំហឹងភ្លាមដោយមិននិយាយមួយម៉ាត់តតែសោះនោះទេសម្លេងសឹបសៀវបានផ្ទុះឡើងភ្លាមពេញក្នុងចំណោមហ្វូងមនុស្សអីយ៉ាឈួតលប់មែននាងស្ថិតក្នុងចំណោមអ្នកមានបំផុតទាំង10ក្នុងពិភពលោកនាងគឺជាកូនស្រីរបស់វីដាវីហើយគេពិតជាហ៊ានវីនាងមែនតើមនុស្សប្រុសពេញវ័យម្នាក់ហ៊ានលើកដៃវីក្មេងស្រីបានយ៉ាងម៉េចនាងនិយាយទៅកាន់គាត់តែ2-3ម៉ាត់ប៉ុណ្ណោះរឿងនឹងពិតជាមិនសមហេតុផលតតែសោះក្មេងស្រីអ្នកមានដែលត្រូវគេផ្ទះនោះបានផ្ទុកមុខរបស់នាងទាំងមិនជឿតតែសោះក្នុងមួយជីវិតដ៏ខ្ពង់ខ្ពស់របស់នាងមិនដែលរងការអាម៉ាស់ខ្លាំងបែបនេះពីមុនមកឡើយរាងកាយញ័រត្រើតដោយសារតែកំហឹងកូនស្រីអ្នកមាននោះបានចង្អុលមុខខ្ញុំចឹងតែម្ដងឯងហ៊ានវីយើងផងអីតើអ្នកដឹងទេថាឪពុករបស់ខ្ញុំជាអ្នកណាប៉ាខ្ញុំឈ្មោះវីដាវីជាមហាសេដ្ឋីម្នាក់ក្នុងចំណោមអ្នកមានបំផុតទាំង10លើពិភពលោកឯងហ៊ានប៉ះយើងឯងងាប់មិនខានខ្ញុំមិនខ្វល់ខ្វាយបន្តិចសោះពីការគំរាមកំហែងរបស់ក្មេងស្រីដែលខូចចរិតម្នាក់នោះខ្ញុំគ្រាន់តែបោះជំហានទៅមុខត្រៀមខ្លួនដាក់កាត់នាងហើយចាក់ចេញទៅដោយសារតែធ្លាប់មានមនុស្សលើកជើងកប់ចិត្តគ្រប់ពេលតែមានពេលណាដែលកូនស្រីអ្នកមានម្នាក់នេះធ្លាប់ត្រូវគេមើលរំលងបែបនេះពីមុនមកនាងស្រាប់តែស្ទុះទៅមុខហើយចាប់ជីអាវរបស់ខ្ញុំជាប់ឈប់នៅត្រង់ហ្នឹងតើអ្នកណាអនុញ្ញាតឲ្យអ្នកចេញទៅរំពេចនោះមានសម្លេងលាន់នៅខ្លាំងយ៉ាងខ្លាំងកាត់ពណ៌ខ្មៅដ៏ស្រស់ស្អាតឆ្លាក់ដោយក្បាច់មាសយ៉ាងល្អិតល្អន់បានធ្លាក់ចុះមកលើសិស្សដែលភ្នែករហ័សម្នាក់បានប្រឡេកឃើញវាភ្លាមហើយចង្អុលទៅដីដោយភាពតក់ស្លុតជាខ្លាំងអ្នកទាំងអស់គ្នាមើលនឹងណោះតើស្អីគេហ្នឹងគ្រប់ខ្សែភ្នែកទាំងអស់បានសម្លឹងទៅកាន់កាត់ពណ៌ខ្មៅនោះភ្លាមចាំបន្តិចនោះជាកាត់មាសខ្មៅមែនទេកាត់មាសខ្មៅមួយដែលមានតែ3គ្រឿងគត់នៅលើពិភពលោកនឹងមែនទេសម្លេងភ្ញាក់ផ្អើលយ៉ាងខ្លាំងបានបន្លឺឡើងពីហ្វូងមនុស្សស្នាមញញឹមខ្សោយបានលេចឡើងនៅត្រង់ជើងមាត់របស់ខ្ញុំគិតក្នុងចិត្តថាល្បិចតូចមួយនេះពិតជាបានផលអស្ចារ្យមែនវាពិតជាមានតម្លៃណាស់សម្រាប់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដែលខ្ញុំបានចំណាយដើម្បីធ្វើបានមាសខ្មៅខ្លាំងៗនេះឡើង
ខ្ញុំងើបក្បាលឡើងរួចចង្អុលមុខបុរសដែលបានក្រវែងខោអាវខ្ញុំមិញនេះយ៉ាងក្រអឺតក្រទុំបន្ទាប់មកខ្ញុំបានចង្អុលទៅជិតកាត់មាសខ្មៅនៅលើឥដ្ឋឯងរើបៀនេះឡើងឥឡូវនេះវាជារបស់អ្នកទាំងអស់ហើយបុរសម្នាក់នោះស្រឡាំងកាំងទាំងស្រុងទឹកមុខរបស់គាត់ពោពេញដោយក្តីរំភើបរីករាយខ្លាំងដូចជាមនុស្សដែលទើបតែឈ្នះឆ្នោតលូតូអញ្ចឹងទោះបីជាខ្ញុំនិយាយជាមួយគាត់ដូចជាកំពុងធ្វើសប្បុរសធម៌ក៏ដោយក៏បុរសម្នាក់នោះមិនមានអារម្មណ៍អាម៉ាស់បន្តិចសោះឡើយផ្ទុយទៅវិញគាត់បែរជាបញ្ចេញស្នាមញញឹមបញ្ចូលយ៉ាងគួរឲ្យអស់សម្ដេចរួចក៏ស្ទុះមករើកាត់មាសខ្មៅនៅក្បែរជើងខ្ញុំបន្ទាប់មកគាត់កាន់វាដោយដៃទាំងពីរហើយហុចមកឲ្យខ្ញុំវិញដោយក្តីគោរពវាដែលមានតម្លៃមិនគួរឲ្យជឿបែបនេះទោះបីជាអ្នកផ្ដល់ភាពក្លាហានឲ្យខ្ញុំ100ដងទៀតក៏ខ្ញុំមិនហ៊ានប្រើវាដែរសូមអញ្ជើញអ្នកពិតជាគួរតែរក្សាវាទុកឲ្យមានសុវត្ថិភាពខ្ញុំបានសម្លឹងមើលទៅវិញដោយការស្អប់ខ្ពើមបំផុតបន្ទាប់មកខ្ញុំប្រើកន្សែងដៃចាប់សន្លឹកវាខ្មៅដែលប្រឡាក់នោះហើយគ្រវិកដៃបោះវាចូលទៅក្នុងធុងសម្រាប់ក្បែរនោះយ៉ាងស្ទាត់ជំនាញវានេះប្រឡាក់អស់រលីងហើយតើខ្ញុំគួរប្រើវាដោយរបៀបណាហើយដោយសារគ្មានអ្នកណាចង់បានវាបោះវាចូលក្នុងធុងសម្រាប់ចោលទៅល្អជាងសិស្សដែលបានចំណាំវានោះពីមុនមកកំពុងតែខ្ទប់ទ្រូងរបស់ខ្លួនហាក់បីដូចជាតក់ស្លុតជាខ្លាំងអូព្រះឲ្យបេះដូងខ្ញុំវាឈឺណាស់នោះគឺជាបានខ្មៅកម្រិតខ្ពស់មានតែ3គ្រឿងប៉ុណ្ណោះក្នុងលោកនេះហើយគាត់គ្រាន់តែបោះវាចោលហាក់ដូចជាគ្មានតម្លៃអ្វីសោះខណៈពេលនោះបុរសដែលឈរនៅចំពីមុខខ្ញុំម្នាក់ដែលបានប្រវែងខោអាវមុននេះភ្នែករបស់គេសម្លឹងចុះឡើងយ៉ាងស្លន់ស្លោហាក់កំពុងគិតគួរអ្វីម្យ៉ាងគាត់ជឿជាក់ទាំងស្រុងថាខ្ញុំគឺជាអ្នកស្នងរដ្ឋមហាសេដ្ឋីលាក់មុខដែលកំពុងដើរតួជាអ្នកកត់គាត់ក៏ក្រឡេកមើលទៅលើភ្លាមរួចសួរដោយភាពប្រុងប្រយ័ត្នបំផុតថាអូស៊ូស្តេមិត្តរួមថ្នាក់ខ្ញុំឈ្មោះសេនរ៉យគ្រួសាររបស់ខ្ញុំគ្រប់គ្រងអាណាចក្រសន្តាគារដ៏ធំមួយហើយតើខ្ញុំអាចសួរបានទេថាលោកគឺជាអ្នកណារ៉េងរ៉យទើបតែបានសួរនៅសំណួរដែលគ្រប់គ្នានៅក្នុងបន្ទប់នេះចង់ដឹងបំផុតខ្ញុំដឹងច្បាស់ថាវាជាអ្វីនេះគឺជាការសាកល្បងពិតប្រាកដលើកដំបូងបំផុតរបស់ខ្ញុំបន្ទាប់ពីបានចូលរៀននៅបណ្ឌិតសិទ្ធិជាន់ខ្ពស់នេះបើឆ្លងកាត់វិផុតខ្ញុំនឹងទទួលបានសម្បត្តិមាសចូលទៅក្នុងល្បែងសង្គមជាន់ខ្ពស់ដ៏ថោកទាបរបស់ពួកគេបើបរាជ័យខ្ញុំនឹងត្រូវវិនាសអស់មួយជីវិតខ្ញុំដកដង្ហើមវែងសង្កត់ភាពតក់ស្លុតក្នុងចិត្តហើយនិយាយចេញមកដោយភាពស្ងប់ស្ងាត់បំផុតចំពោះថាខ្ញុំជាអ្នកណាអ្នកមិនទាន់មានតម្លៃគ្រប់គ្រាន់នឹងដឹងនោះទេភ្លាមនោះសមាជិកក្រុមប្រឹក្សាសិស្សក៏បានប្រញាប់ប្រញាល់មកដល់បើផ្លូវជិះទៅថយចេញពួកគេបានឈប់នៅពីមុខខ្ញុំចំតែម្ដងបុរសដែលរូបរាងឯកោដែលឥឡូវនេះត្រូវបានឡោមព័ទ្ធដោយកូនមនុស្សយ៉ាងច្រើនកកកអ្នកប្រកាសជាកាមួយមែនទេសម្រាប់ការចុះឈ្មោះនិស្សិតថ្មីអ្នកគឺជាអ្នកចុងក្រោយគេបង្អស់ដែលមិនទាន់បានរៀបការខ្លួនប្រញាប់ឡើងមកជាមួយខ្ញុំគ្រាន់តែពាក្យទាំងនោះត្រូវបាននិយាយចេញមកហ្វូងមនុស្សដែលនៅជុំវិញយើងក៏បានទូការភ្ញាក់ផ្អើលឡើងភ្លាមតែម្ដងត្រកូលរបស់គាត់គឺហ្គាកុំប្រាប់ណាថាគេមកពីគ្រួសារអភិជនកម្ពុជាដែលលាក់ខ្លួនស្ងាត់ជាច្រើនឆ្នាំនោះអ្នកប្រុសវ័យក្មេងនៃគ្រួសារហ្គាឬខ្ញុំហៅថាលោកម្ចាស់វ័យក្មេងហ្គាទើបតែត្រឡប់មកប្រទេសវិញនៅឆ្នាំនេះមិនគួរឲ្យជឿថាគាត់ត្រូវបានគេអូសទាញឲ្យចូលរួមក្នុងរឿងនេះយ៉ាងស្រួលបែបនេះសោះសាលាពិតជាបានប្រឹងប្រែងអស់ពីសមត្ថភាពសម្រាប់ការប្រកួតនេះក្មេងស្រីដែលនៅកម្រាលឥដ្ឋដែលទើបតែធ្វើចរិតរកខ្ពស់កាលពីមុននេះបន្តិចបានប្រញាប់រត់ទៅពួននៅពីក្រោយហ្វូងមនុស្សភ្លាមដែលខ្លាចថាខ្ញុំនឹងសងសឹកយ៉ាងសាហាវទៅលើនាងរ៉េងរ៉ួយចាប់ផ្ដើមបញ្ចូលខ្ញុំកាន់តែខ្លាំងដោយស្ទុះមកដណ្ដើមយកវ៉ាលីចេញពីដៃរបស់ខ្ញុំយ៉ាងលឿន